ស្រីស្អាតឪពុកអូនណាត់មែនទេអ្នកជានរណាទៅចុះត្រូវការអ្វីបើមានគូសេវាខ្ញុំនឹងបន្ថែម500ទៀតនិយាយអីចុះទុកវាទៅមនុស្សបែបនេះកុំទៅយកចិត្តទុកដាក់ត្រឡប់ផ្ទះទៅអូស្រីស្អាតប៉ុណ្ណឹងតែជិះម៉ូតូអគ្គិសនីមែនទេអ្នកនិយាយម្ដងទៀតមើលប្រយ័ត្នខ្ញុំរកមនុស្សមកដោះស្រាយអ្នកបានហើយទុកវាទៅត្រឡប់ផ្ទះទៅមិនមែនឲ្យអ្នកបន្ថែមម៉ោងធ្វើការរងចាំខ្ញុំនៅក្រុមហ៊ុនទេខ្ញុំគ្រាន់តែឃើញថាអ្នកកំពុងត្រៀមប្រឡងមិនចង់ឲ្យអ្នករំខានថ្ងៃនេះមិនចំណាយពេលយូរទេ2 ឆ្នាំមុនពេលមិត្តប្រុសខ្ញុំទៅប្រឡងជាតិកម្មសិទ្ធិខ្ញុំមានជំងឺអាក្រក់ភ្លាមអំពើពោះវៀនបែកបណ្ដាលឲ្យគាត់ខកខានប្រឡងអ្នកត្រូវទៅប្រឡងកុំបារម្ភពីខ្ញុំពិន្ទុហាក់ល្បង105របស់អ្នកប្រកាសជាអាចជាប់អ្នកនិយាយអីល្ងងខ្ញុំទៅហើយអ្នកធ្វើម៉េចហៅ120ទេបន្ទាប់មកគាត់ចាប់ផ្ដើមធ្វើការផងរៀនផងខ្ញុំឲ្យអ្នកផ្ញើឯកសារអតិថិជនមិនដេចបានផ្ញើឯកសារសិក្សាមកវិញសូមទោសលោកប្រធានខ្ញុំច្រឡំខ្ញុំនឹងផ្ញើម្ដងទៀតអ្នកមិនចាំបាច់មកទៀតទេការខិតខំទាំងយប់ថ្ងៃតែទទួលបានលទ្ធផលបែបនេះប្រកាសជាព្រោះធ្វើការផងរៀនផងទើបប៉ះពាល់លទ្ធផលខ្ញុំសន្សំបានបន្តិចមិនដូច្នេះអ្នកលាលែងការងារទៅរៀនពេញម៉ោងហើយប្រឡងម្ដងទៀតទេយើងប្រកាសជាអាចជាប់បានខ្ញុំធ្វើឯងអ្នកទៅរៀនឲ្យបានល្អអរគុណដែលលំបាកទោះខ្ញុំខិតខំកាត់បន្ថយសម្ពាធជីវិតឲ្យគាត់ប៉ុន្តែសំឡេងពីខាងក្រៅមិនដែលឈប់2 ឆ្នាំហើយមិនទាន់ជាប់ទេខ្ញុំមិនជាប់ទេមិនមែនទេមុននេះពិន្ទុហាក់ល្បងអ្នកលើស140 150ស្រួលព្រោះថ្ងៃនោះខ្ញុំឈឺទើបវងហៅមិនបានទៅប្រឡងអូខ្ជះខ្ជាយណាស់ជាប់ហៅថាឡើងឆ្នាំមិនជាប់ហៅថាញ៉ាំសុទ្ធលើស្រីហាខ្ញុំលេងសើចទេកុំប្រកាន់អ្នកមាន25ឆ្នាំហើយគួរតែគិតពីអាពាហ៍ពិពាហ៍ម៉ាក់បើនិយាយបែបនេះខ្ញុំនឹងខឹងវងហៅដំបងព្រោះខ្ញុំមិនទាន់ជាប់ទៀតទេគម្រោងណាមួយសំស្របសម្រាប់ការសហការជាមួយប្រទេសយើងអូខ្ញុំគ្រាន់តែចាប់អារម្មណ៍បញ្ហាទាំងនេះអ្នកអាចប្រាប់ខ្ញុំទេរថភ្លើងល្បឿនលឿន20,000 គីឡូម៉ែត្រខណៈដែលកាត់ឆ្លងពីត្បូងទៅជើងប្រហែលស្ថានភាពផ្លូវចិត្តបានប៉ះពាល់រួចហើយការប្រឡងលើកទី3របស់គាត់ក៏បរាជ័យហេតុអ្វីបោះសៀវភៅចោលដីខ្ញុំមិនប្រឡងទៀតទេស្អែកខ្ញុំទៅរកការងារធ្វើប្រឡងជាតិកម្មសិទ្ធិមិនមែនជាផ្លូវតែមួយទេមិនថាអ្នកធ្វើអ្វីខ្ញុំគាំទ្រអ្នកខ្ញុំបានឮថាការងារមុនអ្នកត្រូវបានបណ្តេញចេញហើយ2 ឆ្នាំនេះគ្មានបទពិសោធន៍ធ្វើការតើធ្វើដូចម្ដេចឲ្យខ្ញុំជឿលើសមត្ថភាពអ្នកក្រុមហ៊ុនយើងជ្រើសរើសមនុស្សមកធ្វើការមិនមែនមករៀនទេបើដូច្នេះយើងរៀបការទេរៀបការអីខ្ញុំសំបីតែពិធីមង្គលការសម្រុំមួយក៏មិនអាចផ្ដល់ឲ្យអ្នកបានហេតុអ្វីព្រះអាទិត្យសំណាងធ្វើបែបនេះលើខ្ញុំបើដំបូងខ្ញុំមិនអើពើទៅប្រឡងតែប៉ុណ្ណោះខ្ញុំគួរតែទុកឲ្យគាត់ឈឺនៅផ្ទះនេះជាពាក្យពិតក្នុងចិត្តអ្នកមែនទេអត់ទេខ្ញុំមិនមានន័យបែបនោះទេខ្ញុំមិនដឹងថាហេតុអ្វីបាននិយាយពាក្យបែបនេះអ្នកអត់ទោសឲ្យខ្ញុំបានទេដូច្នេះហើយយើងមិនខ្លាំងដូចដែលគិតទេខ្ញុំក៏ចង់ដើរជាមួយអ្នកបន្តប៉ុន្តែខ្ញុំមិនចង់រាល់ពេលជួបបញ្ហាត្រូវតែប៉ះពាល់ទៅកាន់រឿងនេះជានិច្ចយើងបែកគ្នាទៅសួស្ដីនេះលេខ9527របស់សាលាក្រុងមែនទេបាទអ្នកគឺអ្នកដែលធ្លាប់បាន167ពិន្ទុគណិតវិទ្យាមែនទេខ្ញុំប្រាប់អ្នកប្រឡងឆ្នាំនោះខ្លាំងណាស់ទោះបាន105ក៏ពិបាកចូលបានដែរ